តំបន់ខ្លះ3ខែចិត្តដល់ប្រមូលផលស្រូវអាយុបាន60ថ្ងៃហើយអត់មានអីបាច់ស្រូវក្រហមកំប្រឹងខំលេងពួយជីអ៊ុយរ៉េច្រើនទៅល្អលឿនក៏ពិតមែនក៏ប៉ុន្តែកសិកានៃដើមស្រូវកសិកានៃរុក្ខជាតិនឹងវាស្ដើងនៅពេលដែលវាស្ដើងគឺវាងាយប្រឈមនឹងលលាកខ្លោចស្លឹកដែលជាជំងឺមួយគេហៅថាជំងឺ blast សូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកទាក់ទងជាមួយនឹងព័ត៌មានមួយចំនួនដែលខ្ញុំបានទទួលពីបងប្អូនមកពីខាងខេត្តបន្ទាយមានជ័យបាទជាពិសេសគឺខាងបងប្អូននៅខាងតំបន់ទាយ7គោកមនគោកព្រិចគោកកឋិនបាទស្រុកស្វាយជែកស្រុកថ្មពួកខាងឃុំបន្ទាយឆ្មាលាក់នឹងតងជាមួយនឹងបញ្ហាមួយចំនួនដែលបងប្អូនបានលើកឡើងមកគឺពាក់ព័ន្ធជាមួយនឹងស្រូវកើតជំងឺផ្សិតឬក៏គេហៅមួយផ្នែកទៀតគេហៅថាជំងឺ blast នៅលើស្រូវនៅក្នុងចំណុចនេះខ្ញុំសូមធ្វើការចែករំលែកខ្លីៗការកកើតឡើងនៃជំងឺ blast នេះគឺវាផ្ដើមចេញពីបែបនេះទី1គឺបំរែបំរួលអាកាសធាតុហ្នឹងបើតាមខ្ញុំតាមសង្កេតមើលនៅតាមតំបន់ជាពិសេសនៅខាងខេត្តបន្ទាយមានជ័យហ្នឹងគឺឆ្នាំទៅនៅក្នុងរដូវនេះគឺមានទឹកគ្រប់គ្រាន់បងប្អូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យបាទកាលពីខ្ទង់ខែ8ខែ9ហ្នឹងគឺមានទឹកគ្រប់គ្រាន់ដែលគាត់អាចធ្វើស្រែប្រាំងបាទស្រែប្រាំងស្រែអាយុកាលខ្លីហ្នឹងគឺប្រវាស់ទឹកភ្លៀងបានជាពិសេសនៅខាងខេត្តបន្ទាយមានជ័យហ្នឹងនៅខាងបន្ទាយ7តំបន់ការ៉េ2ឬក៏នៅខាងស្រុកថ្មពួកហ្នឹងគឺនៅម្ដុំគោកព្រិចអីហ្នឹងឡាក់ហ្នឹងគឺគាត់អាចធ្វើបានប្រវាស់ទឹកភ្លៀងបានឲ្យទៅដល់រដូវខែ8ខែ9ហ្នឹងគឺភ្លៀងធ្លាក់មកស្រោចស្រពគ្រប់គ្រាន់បាទมันធ្វើឲ្យស្រូវរបស់គាត់នឹងខូចទេប៉ុន្តែឆ្នាំនេះធ្វើស្រូវដដែលកន្លែងហ្នឹងដដែលគឺជួបបញ្ហាជំងឺ blast ពេញស្រែបាទស្រែខ្លះ3ហិកតាម្ចាស់តែមួយអត់បានផលហើយជំងឺ blast នេះណាបើសិនជាវាចូលវ័យលុកនៅក្នុងស្រែស្រូវរបស់ពុកម៉ែបងប្អូនហើយគឺធ្វើឲ្យបាត់បង់នៅទិន្នផលច្រើនមែនទែន 50% ទៅ 60% នៃទិន្នផលស្រូវដែលកើតឡើងឬក៏អាចរហូតដល់ទៅ 70% ក៏មានដែរលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រងអត់បានទី2ខ្ញុំចង់និយាយអំពីស្ថានភាពដីមិនសមស្របនឹងបានន័យថាម៉េចបាទជំងឺ blast នេះកាលណាថាមានការរាំងស្ងួតយូរបាទដីដក់យកជាតិទឹកមិនបានគ្រប់គ្រាន់បាទដីនឹងគឺមិនសមស្របគឺការស្រូបយកសារធាតុចិញ្ចឹមឬក៏ការស្រូបយកជាតិទឹកទៅស្តុកឲ្យប្រព័ន្ធដំណាំឬឫសនឹងគឺវាអត់គ្រប់គ្រាន់វាធ្វើឲ្យមានបញ្ហាទៅដល់ការលូតលាស់របស់ដំណាំឧទាហរណ៍ថាដីនៅតំបន់ដែលខ្ពស់ហើយយើងយកមកធ្វើស្រូវប្រាំងភ្លៀងធ្លាក់អត់គ្រប់គ្រាន់ទឹកនៅក្នុងស្រែអត់មានពេលដែលយើងប្រើប្រាស់ជីទៅធ្វើឲ្យស្រូវរបស់យើងខូចមួយផ្នែកទៀតគឺការប្រើប្រាស់ជីមិនសមស្របនឹងយ៉ាងម៉េចពុកម៉ែបងប្អូនរៀងក៏យូរតម្រុំតែបានទឹកយកមកបាយជីណាដល់ពេលមានភ្លៀងធ្លាក់មកដីសើមអត់មានទឹកដក់ទេប៉ុន្តែស្រូវហ្នឹងគឺអាយុវាចង់ហួសពេលទៅហើយបាទចង់ហួសពេលដើម្បីយកទៅប្រើប្រាស់ជីយកទិន្នផលទៅហើយអ្នកខ្លះស្រូវពីមុនបាច់ជីបាន3ដងប៉ុន្តែដល់ពេលដល់សារនេះលេងបាច់បានតែម្ដងបាច់អាចុងក្រោយហ្នឹងបាច់ដើម្បីធ្វើម៉េចយកដង្ហើមយកផលវាក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះបងប្អូនប្រើប្រាស់ជីមិនសមស្របហ្នឹងគឺបានន័យថាបងប្អូនប្រើប្រាស់ជីច្រើនលើសកម្រិតជាពិសេសប្រើប្រាស់ជីពពួកអាសូតនៅណាអ៊ុយរ៉េដែលពុកម៉ែបងប្អូនទិញយកទៅប្រើហ្នឹងបាទនេះគឺជាព័ត៌មានពិតដែលខ្ញុំបានដឹងហើយខ្ញុំនឹងធ្វើការចុះទៅទីតាំងស្រែផ្ទាល់ម្ដងទៀតដើម្បីបង្ហាញពន្យល់លម្អិតអំពីទំនាក់ទំនងរវាងសីតុណ្ហភាពបំរែបំរួលនៃសីតុណ្ហភាពទំនាក់ទំនងរវាងដីហើយនឹងទំនាក់ទំនងនៃការប្រើប្រាស់សារធាតុចិញ្ចឹមទៅឲ្យស្រូវហើយនឹងរុក្ខជាតិដីគឺសំខាន់ប៉ុន្តែដើម្បីឲ្យយើងប្រើប្រាស់ជីទៅត្រឹមត្រូវសមស្របគឺយើងគិតទៅលើពេលវេលាយើងត្រូវមើលទៅលើបំរែបំរួលនៃអាកាសធាតុសីតុណ្ហភាពបាទលាក់បំរែបំរួលឧទាហរណ៍ថាឆ្នាំទៅគឺយើងប្រើប្រាស់ជីបែបហ្នឹងវាត្រូវដោយសារអីសីតុណ្ហភាពវាអំណោយផលមានភ្លៀងធ្លាក់ជោគជាំដីរបស់យើងគឺមិនហួតមិនហែងវាមានការស្តុកជាតិទឹកបានច្រើនដែលធ្វើឲ្យវាមានការបំលែងឬក៏បំទេនៅសមាសធាតុសារធាតុគីមីណាមួយនៅក្នុងដីហ្នឹងវាសមស្របនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ជីនឹងទៅត្រូវអញ្ចឹងការប្រើប្រាស់ជីមួយទៀតដែលមិនសមស្របហ្នឹងគឺការប្រើប្រាស់ជីចង់ឲ្យស្រូវល្អលឿនព្រោះស្រូវហ្នឹងអាយុតំបន់ខ្លះ
3 ខែចិត្តដល់ប្រមូលផលស្រូវអាយុបាន60ថ្ងៃហើយអត់មានអីបាច់ស្រូវក្រហមកំប្រឹងខំលេងពួយជីបាទអ៊ុយរ៉េច្រើនទៅมันសមស្របល្អលឿនក៏ពិតមែនក៏ប៉ុន្តែកោសិកានៃដើមស្រូវកោសិកានៃរុក្ខជាតិនឹងវាស្ដើងនៅពេលដែលវាស្ដើងគឺវាងាយប្រឈមនឹងលលាកខ្លោចស្លឹកដែលជាជំងឺមួយគេហៅថាជំងឺ blast អុចលាក់នឹងទៅមួយវិញទៀតបងប្អូនប្រើប្រាស់ជីមិនសមស្របនឹងមិនជាប្រភេទជីដែលរលាយលឿនជីដែលរលាយលឿនហ្នឹងគឺសំដៅទៅលើអីខ្ញុំនិយាយថាភាសារលាយខែជីណាក៏រលាយលឿនដែរកន្លែងនេះខ្ញុំសូមបញ្ជាក់គឺជាជីដែលបំភាយលឿនបំលែងទៅជាសារធាតុចិញ្ចឹមទៅឲ្យដំណាំប្រភេទជីដែលបំភាយលឿនបំបែងសារធាតុចិញ្ចឹមទៅឲ្យដំណាំនេះណាគឺវាបង្កទៅជាហានិភ័យទី1ជីដែលរលាយលឿនវានឹងបំលែងទៅជាអាស៊ីតស៊ុលហ្វូរិកវាជាអាស៊ីតធម្មជាតិមួយបាទហើយនៅពេលដែលលក្ខខណ្ឌដីវាមិនសមស្របដីវាជូរផងវាបង្កទៅជាបញ្ហាខូចប្រព័ន្ធឫសពេលដែលខូចប្រព័ន្ធឫសការស្រូបយកសារធាតុចិញ្ចឹមរបស់វាមិនបានពេញលេញវាធ្វើឲ្យស្រូវរបស់យើងនឹងវាច្បាស់ណាស់ថាវានឹងងាប់នឹងជ្រុះនៅកោសិកាណាមួយទៀតជីរលាយលឿនគឺវាអាចបង្កទៅជាការធ្វើឲ្យមានអតុល្យភាពសារធាតុចិញ្ចឹមអាសូតលឿនធ្វើឲ្យរុក្ខជាតិនឹងចាប់អាសូតលឿនចាប់អាសូតខ្លាំងបាទដែលនៅក្នុងសមាសធាតុអ៊ុយរ៉េនេះការចាប់យកផូស្វ័រហើយនឹងការចាប់យកប៉ូតាស្យូមខ្សោយពេលដែលចាប់យកអាសូតខ្លាំងបាច់ជីអ៊ុយរ៉េខ្លាំងដើម្បីជំរុញការលូតលាស់ស្រូវលូតលាស់ល្អដងដើមនៃកោសិកាស្រូវទន់ស្លឹកទន់ក៏ប៉ុន្តែវាអតុល្យភាពសារធាតុចិញ្ចឹមគឺវាមិនបានស្រូបយកសារធាតុផូស្វ័រវាមិនបានស្រូបយកសារធាតុប៉ូតាស្យូមដើម្បីអមទៅជាមួយនឹងឲ្យបានស្មើគ្នាដើម្បីទ្រទ្រង់ផូស្វ័រមានតួនាទីជួយជំនួយនៅប្រព័ន្ធដងដើមឲ្យរឹងមាំជួយឲ្យបែកកូនជួយឲ្យឫសរុក្ខជាតិនឹងចាក់ជ្រៅដើមរឹងបាទលាក់ប៉ូតាស្យូមជួយឲ្យរុក្ខជាតិនឹងធន់ជាមួយនឹងជំងឺហើយកត្តាដែលខ្ញុំបានឃើញបងប្អូននៅខាងស្រុកថ្មពួកខាងគោកព្រែកហើយនិងខាងគោកកឋិនផ្ញើមកឲ្យខ្ញុំហើយខ្ញុំខលទូរស័ព្ទទៅផ្ទាល់ទៅដល់បងប្អូននៅទីនោះគឺខ្ញុំឃើញពិតប្រាកដគាត់បានប្រាប់ខ្ញុំពិតប្រាកដគឺគាត់ប្រើប្រាស់ជីអ៊ុយរ៉េច្រើនចង់ឲ្យស្រូវល្អលឿនចង់ឲ្យស្រូវឆាប់ចេញលឿនស្រស់ឆាប់បានផលក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះណាពុកម៉ែបងប្អូននៅក្នុងការប្រើប្រាស់ហ្នឹងគឺមិនសមស្របទេខ្ញុំសូមសង្ខេបខ្លីៗដើម្បីជាចំណេះដឹងទៅដល់ពុកម៉ែបងប្អូនដំណោះស្រាយទី1ការប្រើប្រាស់ជីអាសូតឬក៏ជីអ៊ុយរ៉េហ្នឹងគឺឲ្យត្រូវតាមកម្រិតកុំប្រើបង្ខំប្រើបន្តិចម្ដងសឹមជាពិសេសណាអាចជំងឺប្លាសនេះហ្នឹងគឺវាកើតឡើងខ្លាំងបំផុតគឺនៅលើដីខ្សាច់ដីដែលភ្លៀងមកគ្រាន់តែសើមទេគ្រាន់តែចូលទេវាកម្រនឹងមានការដក់ទឹកគ្រប់គ្រាន់ដីខ្សាច់គឺដីដែលខ្សោះសារធាតុចិញ្ចឹមខ្សោះជីជាតិបាយជីបខំវាល្អតែមួយផ្លេតប៉ុន្តែនៅពេលដែលអតុល្យភាពសារធាតុចិញ្ចឹមឡើងវឹបធ្លាក់ចុះភ្លាមធ្វើឲ្យកោសិកានៃរុក្ខជាតិនឹងទទួលយកអត់បានវាមិនខុសទេនេះដីនៅតំបន់ខាងហ្នឹងគឺជាប្រភេទដីលបាយខ្សាច់ហើយអាការៈនេះកើតឡើងខ្លាំងជាងគេគឺនៅពេលដែលរាំងយូរភ្លៀងធ្លាក់មកមានទឹកល្មមបងប្អូនទៅបាយជីសម្រុកនៅពេលហ្នឹងកោសិកានៃរុក្ខជាតិពេលដែលវាមិនខុសពីមនុស្សដែលកំពុងតែឃ្លានទេស្រេកឃ្លានណាតែយើងមិនទាន់ឲ្យអាហារទៅតែនៅពេលដែលយើងឲ្យអាហារទៅខំហូបវាហល់ដល់ពេលហល់វាធ្វើឲ្យនៅក្នុងករណីណាមួយជាពិសេសដល់ពេលដែលបងប្អូនខំប្រើអាសូតឲ្យច្រើននៅពេលហ្នឹងប្រើអាសូតច្រើនហ្នឹងហើយដែលធ្វើឲ្យស្រូវនឹងមានបញ្ហាបែបនេះអុចស្លឹកបាទកើតជំងឺប្លាសបាទឆេះពេញស្រែតែម្ដងទៅបាទអញ្ចឹងខ្ញុំចង់បកត្រឡប់មកវិញការប្រើប្រាស់ជីអាសូតឲ្យត្រូវតាមកម្រិតបងប្អូនប្រើទី1បើដីខ្សាច់គេឲ្យយើងបាចសន្សឹមទោះបីជាស្រូវបងប្អូនមិនបានបាចជីតាំងពីវគ្គ1វគ្គ2រហូតដល់អាយុ2ខែហើយក៏ដោយបើបងប្អូនប្រើប្រាស់ជីអាសូតចូលទៅគឺត្រូវតែប្រើឲ្យសន្សឹមបាទឲ្យវាឡើងម្ដងបន្តិចហើយព្យាយាមប្រើជី NPK ដើម្បីចូលរួមឲ្យការលូតលាស់ក៏ទៅដងដើមក៏រឹងឬក៏មានប៉ូតាស្យូមក៏មានដើម្បីទប់បញ្ហាជំងឺហ្នឹងនឹងជំរឿសទី1ជំរឿសទី2គឺបងប្អូនគួរតែប្រើប្រាស់ជីដែលបំភាយយឺតដូចខ្ញុំបានលើកឡើងអញ្ចឹងជីដែលបំភាយយឺតបងប្អូនបាច1ការុងដូចគ្នាជាមួយនឹងជីដែលបំភាយលឿនល្អ
ល្អលឿនក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌដីដែលបងប្អូនដែលមិនសមស្របនេះខ្សាច់ផងខានប្រើប្រាស់ជីយូរឡាក់នឹងឡាក់អញ្ចឹងវាធ្វើឲ្យស្រូវហ្នឹងខូចតែជីដែលបំភាយយឺតគឺវាបំភាយសន្សឹមទៅឲ្យដំណាំស្រូវហ្នឹងស្រូបយកសារធាតុបានពេញលេញបងប្អូនបែកតែម្ដងគឺចំណេញប៉ុន្តែបើបងប្អូនរយជីនឹងអត់បានបងប្អូនទិញជីដែលបំភាយលឿនដូចជាយូរ៉េបំភាយលឿនយកទៅបាចវាល្អក៏ប៉ុន្តែវាធ្វើឲ្យស្រូវខូចដូច្នេះបងប្អូនត្រូវតែបាចសន្សឹមបាចម្ដងបន្តិចរំលែកវាឧទាហរណ៍ថាពីមុនបងប្អូនបាច1ការុងអត់បញ្ហាទេនៅពេលដែលលក្ខខណ្ឌសមស្របអាកាសធាតុគ្រប់គ្រាន់មានទឹកគ្រប់គ្រាន់ក៏ប៉ុន្តែនៅពេលដែលទឹកមិនគ្រប់គ្រាន់គ្រាន់តែមានសំណើមបងប្អូនប្រើប្រាស់ជីកម្រិតនឹងពឹបបាចទាំងអស់ខូចអញ្ចឹងបងប្អូនត្រូវរំលែកវាម្ដងឬក៏2ដងកុំបាច់បខំបាយម្ដងតិចដើម្បីអីដើម្បីឲ្យស្រូវនឹងវាចាប់ផ្ដើមរស់មានពលឹងមកវិញបាទហ្នឹងកន្លែងហ្នឹងខ្ញុំសង្ឃឹមថាបងប្អូននឹងតាមតាន់ណាជីដែលបំភាយយឺតបងប្អូនលីតែ1ការុងទៅដល់បាច់នៅក្នុងស្រែនៅក្នុងលក្ខខណ្ឌហ្នឹងអត់បញ្ហាក៏ប៉ុន្តែនៅពេលដែលជីដែលបំភាយលឿនបងប្អូនយក1ការុងទៅដូចគ្នាបាច់ស្រែបងប្អូននឹងចាប់ផ្ដើមកើតជំងឺប្លាសនឹងភ្លាមនៅពេលដែលដីបងប្អូនមិនសមស្របមានទឹកមិនគ្រប់គ្រាន់ព្រោះការបំភាយនឹងវាខ្លាំងវាឈួលដោយខ្ញុំបានលើកឡើងអញ្ចឹងជីដែលបំភាយលឿនជាពិសេសជីយូរ៉េហ្នឹងវានឹងបំលែងទៅជាអាស៊ីតស៊ូហ្វូរិកជាអាស៊ីតសរីរាង្គធម្មជាតិក៏ទៅហានិភ័យទៅឲ្យដីបាទនៅពេលដែលលក្ខខណ្ឌដីវាមានការប្រតិកម្មមិនបានគ្រប់គ្រាន់មានការបន្ទេមិនបានគ្រប់គ្រាន់នៃពពួកកាចុងអ៊ីយ៉ុងនៅក្នុងដីបាទវាធ្វើឲ្យជាឥទ្ធិពលអវិជ្ជមានទៅដល់ដំណាំស្រូវអញ្ចឹងនៅក្នុងលក្ខខណ្ឌមួយទៀតគឺខ្ញុំសូមធ្វើការលើកជូនពុកម៉ែបងប្អូនគួរតែប្រើប្រាស់ជីបំប៉នជំនួយផ្នែកលើសិនជំនួយផ្នែកលើកាលណាតែបងប្អូនជំនួយផ្នែកលើគឺវាចាប់ផ្ដើមចូលទៅបំពេញកោសិកានៃស្រូវហើយវាចាប់ផ្ដើមបញ្ចេញនៅឫសថ្មីវាចាប់ផ្ដើមបំរែបំរួលធ្វើឲ្យស្រូវហ្នឹងចាប់ផ្ដើមប្រែប្រួលសម្របខ្លួនទៅតាមសីតុណ្ហភាពឬក៏បំរែបំរួលនៃអាកាសធាតុហ្នឹងអញ្ចឹងការប្រើប្រាស់ជីបំប៉នបងប្អូនត្រូវប្រើប្រាស់ជីរបៀបម៉េចនៅក្នុងលក្ខខណ្ឌនេះក្រុមហ៊ុនជីកសិកម្មលន់ស៊ីនមានការណែនាំឲ្យប្រើទៅតាមស្ថានភាពបាទបន្ទាប់មកទៀតគឺយើងប្រើប្រាស់ជីហើយមួយទៀតខ្ញុំចង់បញ្ជាក់ជូនទៅដល់ពុកម៉ែបងប្អូនស្រូវជាពិសេសស្រូវវស្សាបងប្អូនត្រូវធ្វើយ៉ាងណាឲ្យដងដើមនៃស្រូវនឹងមានភាពរឹងមាំដងដើមស្រូវមានភាពរឹងមាំគឺវាអត់ដួលកាលណាតែវាអត់ដួលស្រូវតែអត់ដួលគឺមានទិន្នផលខ្ពស់បងប្អូនដឹងហើយថាស្រូវវស្សាគឺមានបញ្ហាដូចតែនឹងស្រូវប្រាំងដូចគ្នាដែរបើសិនណាថាដីខ្វះទឹកដីខ្សាច់បងប្អូនប្រើប្រាស់ជីបង្ខំស្រូវនឹងប្រឈមនឹងការដួលស្រូវនឹងប្រឈមនឹងកើតជំងឺអុចស្លឹកអុចគ្រាប់បាទពីព្រោះថាសារធាតុឬក៏សរីរាង្គនៃសារធាតុចិញ្ចឹមហ្នឹងគឺវាអត់គ្រប់គ្រាន់វាអត់មានតុល្យភាពឲ្យទៅដំណាំយើងដឹងហើយថាស្រូវត្រូវការសមាសធាតុគ្រឹះដែលខ្ញុំនិយាយដដែលគឺគ្រឹះនៃដំណាំស្រូវគឺ NPK NPK គឺជាសមាសធាតុគោលសម្រាប់ដំណាំយកទៅប្រើប្រាស់អញ្ចឹងកាលណាបងប្អូនប្រើប្រាស់តែមួយដោយអត់មានតុល្យភាពនឹងគ្នាផ្ដំប្រសងទៅជាមួយគ្នាតាមគោលការណ៍តាមប្រភេទដីបងប្អូននឹងជួបបញ្ហាបើមិនជំងឺក៏ឆេះស្រូវពេញស្រែទៅបើមិនលួយគល់បើមិនដួលក៏ទៅជាបាក់តេរីឡាក់ហ្នឹងទៅបាទនេះគឺជាចំណុចមួយដែលខ្ញុំសូមធ្វើការចែករំលែកជូនទៅដល់ពុកម៉ែបងប្អូននៅខាងតំបន់ដីដែលរាងខ្ពស់ងើយដីដែលរក្សាទឹកអត់បានល្អគឺដីដែលមានសារធាតុចិញ្ចឹមមិនស្មើគ្នាអតុល្យភាពសារធាតុចិញ្ចឹមអញ្ចឹងសូមបងប្អូនធ្វើការថ្លឹងថ្លែងទៅលើការប្រើប្រាស់ជីឲ្យបានសមស្របហើយបើសិនជាបងប្អូនមានចម្ងល់ចង់ប្រឹក្សាយោបល់បងប្អូនអាចទាក់ទងមកเพจរបស់ក្រុមហ៊ុនបានខ្ញុំនឹងឆ្លើយជូនលម្អិតទៅបងប្អូនផ្ទាល់បាទដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ទៅបានជាប្រយោជន៍ហើយនឹងទទួលបានផលចំណេញកុំភ្លេចសូមជួយចុច like ហើយនិង share វីដេអូនេះបន្តដើម្បីវិស័យកសិកម្មនៅកម្ពុជាទាំងអស់គ្នាសូមអរគុណសូមជម្រាបលា